ជំរាបសួរខ្ញុំឈ្មោះសុនីតាជាសិស្សថ្នាក់ទី12ខ្ញុំសប្តាហ៍ថ្ងៃខ្ញុំរស់នៅភូមិកោះភ្នៅឃុំអូស្វាយស្រុកបរិយអូស្វាយខេត្តស្ទឹងត្រែងដែលទីតាំងភូមិសាស្ត្រស្ថិតនៅលើកោះមួយដែលវាស្ថិតនៅលើដងទន្លេមេគង្គសប្តាហ៍ថ្ងៃហ្នឹងពីច័ន្ទដល់សុក្រខ្ញុំត្រូវក្របតាំងពីម៉ោង5ដើម្បីធ្វើអាហារសម្រាប់វិសាលថ្ងៃត្រង់អញ្ចឹងដោយសារតែពួកខ្ញុំជាសិស្សដែលស្ថិតនៅលើកោះអញ្ចឹងត្រូវនៅសាលារយៈពេល1ថ្ងៃពេញបើសិនជានៅរៀនគួរទៀតត្រូវនៅដល់ម៉ោង7កន្លះមិនបានចេញអញ្ចឹងខ្ញុំត្រូវងើបប្រដាំបាយដល់ពេលម៉ោង5កន្លះត្រូវការរៀបចំខ្លួនមកសាលាហើយមកដល់ពេលម៉ោង6ត្រូវចាំទូកទៀតទៅចាំទូកឆ្លងមកពេលបានជិះមួយមិត្តភ័ក្ដិហ្នឹងខ្ញុំសប្បាយចិត្តដោយសារតែខ្ញុំមានសុខភាពទាំងមិត្តភ័ក្ដិខ្ញុំទាំងមិត្តទាំងរូនខ្ញុំផ្ទាល់ហើយណាមួយទៀតចំណេញពេលវេលាហើយទាំងថវិកាសម្រាប់គ្រួសាររបស់ខ្ញុំដែរចំណេញខ្លះរៀងចំណាយធំដែរដោយសារតែទី1បើសិនខ្ញុំអត់មានទូកឆ្លងសប្តាហ៍ថ្ងៃនេះទេខ្ញុំត្រូវការចំណាយថវិកាក្នុងការទិញសាំងឆ្លងវិញមកហើយមួយទៀតត្រូវការចំណាយសម្ភារៈដូចជាទូកហើយក៏យកក្តារធ្វើសម្រាប់ទូកដើម្បីឆ្លងសម្រាប់ផ្ទាល់ខ្លួនឯងការធ្វើទូកហ្នឹងអាចជួយរួមចំណែកក្នុងការលើកទឹកចិត្តឲ្យសិស្សគ្រប់គ្នាមករៀនវិញបានដោយសារតែទី1សិស្សខ្លះគាត់មានភាពក្រីក្រគាត់អត់មានថវិកាក្នុងការទិញទូកឬក៏ចាក់សាំងឲ្យមករៀនទេអញ្ចឹងក៏អាចក៏ជួយលើកទឹកចិត្តឲ្យគាត់មករៀនវិញបានទៀងទាត់ដែរហើយមួយទៀតការធ្វើទូកហ្នឹងក៏អាចផ្ដល់សុវត្ថិភាពសម្រាប់សិក្សានិស្សិតដែលនៅស្ថិតនៅលើកោះក៏ត្រូវការឆ្លងទូកទៅវិញទៅមកបើសិនជាខែខ្លះទៀតដូចជាខែវស្សាត្រូវមានការភ្លៀងឬក៏ផ្គររន្ទះអីវាអាចជួយយ៉ាងច្រើនដែរព្រោះឲ្យទូកហ្នឹងរៀងធំហើយមានអាវសុវត្ថិភាពបានអាចជួយដល់ផ្ទះដល់សុវត្ថិភាពទៀតបើយើងប្រៀបធៀបពីមុនឡើងឥឡូវដោយសារតែពីមុនយើងអត់ទាន់មានទូកដែលត្រូវឆ្លងទៅវិញទៅមកទេយើងត្រូវប្រើទូកខ្លួនឯងហើយទី1ទៀតដោយសារសមាជិកគ្រួសារយើងនៅផ្ទះច្រើនយើងត្រូវការទូកដើម្បីឆ្លងទៅវិញទៅមកនៅពេលដែលយើងមានទូកសម្រាប់ឆ្លងដល់ទៅវិញទៅមកនេះគឺងាយស្រួលខ្លាំងមែនតើយើងចំណេញពេលវេលាតាំងតែថវិកាសម្រាប់គ្រួសារចំណេញពេលវេលានោះគឺយើងអាចទៅរៀនទាន់ម៉ោងទី9ម៉ោងហើយគឺយើងក៏មិនបាច់ចំណាយពេលវេលាឲ្យម៉ាក់ប៉ាឆ្លងយើងទៅវិញទៅមកដែរខ្ញុំសូមថ្លែងអំណរគុណដល់ចាំមណ្ឌលឯកសារកម្ពុជាជាពិសេសលោកពូយូដែលបានមកជួបខ្ញុំនៅផ្ទះកាលពីឆ្នាំមុននិងបានធ្វើទូកសម្រាប់យើងខ្ញុំទាំងអស់គ្នាដែលអាចឆ្លងទាំងទៅរៀននិងទៅមណ្ឌលសុខភាពដោយមិនគិតកម្រៃ